cạn này khác cứ mẹn chui tại tí tăng thì cái thế việc có ai chui chặt từ đầm bắn được này cả ông púa nâng đầm bắn cả liến rứ có à việc gì vậy ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះយើងមានប្រធានបទមួយដែលយើងនឹងធ្វើការវែកញែកនៅភាសានេះគឺព័ត៌មានសុខភាពតកតងជាមួយទៅនឹងប្រព័ន្ធផ្លូវទឹកនោមដែរដែលប្រធានបទដែលយើងនឹងធ្វើការភាសាហ្នឹងគឺតកតងជាមួយទៅនឹងការឈឺចាប់នៅចង្កេះដោយសារថ្មងនោម បាទ ជំរាបសួរលោកគ្រូ បាទជំរាបសួរប្រធាន តើលោកគ្រូអាចធ្វើការបកស្រាយបានទេតើការឈឺចាប់នៅចង្កេះដោយសារថ្មងនោមហ្នឹងវាមានលក្ខណៈយ៉ាងម៉េចវិញលោកគ្រូ បាទប្រធានបទយើងថ្ងៃនេះពិសេសមែនតើដែលជាព័ត៌មានល្អមែនតើសម្រាប់ចែកជូនពុកម៉ែបងប្អូនយើងតែមុនឈានចូលទៅដល់ការបកស្រាយនៃការឈឺចាប់ចង្កេះដោយសារថ្មងនោមខ្ញុំចង់ទាញចំណាប់អារម្មណ៍របស់ពុកម៉ែបងប្អូនឲ្យដឹងអ្វីទៅជាប្រព័ន្ធទឹកនោមសិនអញ្ចឹងជាទូទៅប្រព័ន្ធទឹកនោមគឺផ្សំឡើងពីតម្រងនោមពីរដែលវាស្ថិតនៅផ្នែកខាងក្រោយពោះនិងផ្នែកខាងលើដែលបងប្អូនទាំងអស់គ្នាតែងតែដឹងថាវាស្ថិតនៅផ្នែកខាងលើចង្កេះរបស់យើងហ្នឹងទាំងសងខាងហ្នឹងហើយចំពោះតម្រងនោមនេះដែរគឺដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្នុងការផលិតទឹកនោមដែលទឹកនោមនោះវាហូរទៅតាមបំពង់ទឹកនោមខាងលើពីរដែលទៅស្តុកនៅក្នុងផ្លោកនោមហើយវាបញ្ចេញចោលមកក្រៅតាមរយៈការបត់ជើងតូចដោយឆ្លងកាត់បំពង់បង្ហូរនោមហើយត្រឡប់មកប្រធានបទយើងវិញថាតើការជួយចាប់ចង្កេះដោយសារតម្រងនោមហ្នឹងជាអ្វីអញ្ចឹងការជួយចាប់ទៅចង្កេះដោយសារតម្រងនោមហ្នឹងគឺកើតឡើងដោយសារការរាំងស្ទះនៅប្រព័ន្ធទឹកនោមផ្នែកខាងលើដែលមានរួមផ្សំពីតម្រងនោមនិងបំពង់នោមផ្នែកខាងលើហើយចំពោះការជួយចាប់នេះវាអាស្រ័យទៅលើការស្ទះរបស់នៃប្រព័ន្ធទឹកនោមរបស់យើងបើសិនជាក្នុងករណីដែលស្ទះនៅផ្នែកខាងឆ្វេងអាចឲ្យអ្នកជំងឺឈឺខាងឆ្វេងបើសិនជាស្ទះនៅខាងស្ដាំអាចឲ្យអ្នកជំងឺឈឺផ្នែកខាងស្ដាំតែបើក្នុងករណីដែលស្ទះសងខាងក៏អាចឲ្យអ្នកជំងឺជួយចាប់ចង្កេះនៅផ្នែកសងខាងដែរហើយក្នុងករណីខ្លះគឺមិនមែនឈឺតែទីតាំងចង្កេះទេវាក៏អាចឈឺចាក់ទៅតំបន់នៅផ្នែកក្រោមពោះនិងតំបន់កលៀនឬក៏អវយវៈភេទផងដែរបាទ អញ្ចឹងមានន័យថាពេលខ្លះគាត់ឈឺថ្មងនោមហ្នឹងវាអាចចាក់ទៅដល់នៅខាងក្រោមទៀតលោកគ្រូ បាទអាចឈឺមកតំបន់ក្រោមពោះដូចខ្ញុំនិយាយខាងលើហ្នឹងហ្នឹងហើយបាទ ចំពោះករណីឈឺចាប់នឹងដែរបើយើងគិតថាដោយសារថ្មងនោមតើវាអាចមានមូលហេតុអ្វីខ្លះនៅថ្មងនោមហ្នឹងដែលធ្វើឲ្យអ្នកជំងឺគាត់ឈឺចាប់នៅចង្កេះហ្នឹងដោយសារបញ្ហាហ្នឹងដែរលោកគ្រូ បាទចំពោះមូលហេតុរបស់វាគឺមានច្រើនណាបុទ្ធីក៏ប៉ុន្តែអ្វីដែលគេសង្កេតឃើញច្រើនជាងគេហ្នឹងគឺតកតងជាមួយនឹងគ្រោះនៅប្រព័ន្ធទឹកនោមផ្នែកខាងលើដែលមានគ្រោះក្នុងតម្រងនោមឬគ្រោះក្នុងបំពង់នោមផ្នែកខាងលើហ្នឹងឯងបាទហើយក៏មានបន្ទាប់ពីនោះក៏អាចមានការស្ទះដោយសារតែការបៀតនៃបំពង់នោមផងដែរហើយក្រៅពីត្បៀតហ្នឹងក៏អាចបណ្ដាលមកពីសម្ពាធឬការសង្កត់ពីសរីរាង្គដែលនៅជុំវិញហ្នឹងផងដែរខ្ញុំឧទាហរណ៍ថាដូចជាអ្នកជំងឺដែលគាត់មានដុំសាច់នៅមាត់ស្បូរអ្នកជំងឺដែលមានទីពោះឬក៏អ្នកជំងឺដែលមានដុំសាច់នៅក្នុងពោះវៀនធំជាដើមហើយការឈឺចាប់ហ្នឹងគឺបណ្ដាលមកពីការរាំងស្ទះនៅប្រព័ន្ធទឹកនោមផ្នែកខាងលើហ្នឹងដែលបង្កើនសម្ពាធនៅក្នុងតម្រងនោមដែលអាចឲ្យអ្នកជំងឺមានទឹកដក់ក្នុងតម្រងនោមហ្នឹងដែរ អញ្ចឹងមានន័យថាក្នុងករណីមូលហេតុមួយចំនួនដែលលោកគ្រូបានលើកឡើងខាងលើហ្នឹងគឺវាធ្វើឲ្យស្ទះនៅផ្លូវទឹកនោមហ្នឹងឲ្យចេញជាទឹកដក់ថ្មងនោមទៅបណ្ដាលឲ្យអ្នកជំងឺគាត់មានការឈឺចាប់នៅចង្កេះហ្នឹងលោកគ្រូទៅទេ បាទពុទ្ធីបាទហើយខ្ញុំចង់ក្រែងរំលឹកបងប្អូនយើងដែរក្នុងករណីដែលយើងមានការឈឺចាប់ដោយការរាំងស្ទះនៃប្រព័ន្ធផ្លូវទឹកនោមខាងលើនេះជាករណីមួយដែលបងប្អូនគួរដឹងថាករណីខ្លះវាអាចនឹងមានគ្រោះថ្នាក់នៅពេលដែលវាមានផលវិបាកផងដែរបាទ អញ្ចឹងមានន័យថាករណីអ្នកជំងឺគាត់ឈឺចង្កេះដែលយើងសង្ស័យថាស្ទះផ្លូវទឹកនោមហ្នឹង បាទ វាជាករណីបន្ទាន់ឬក៏ករណីខ្លះត្រូវអាចលើកពេលឬក៏មិនដែរលោកគ្រូក្នុងករណីហ្នឹង ជាទូទៅមានន័យថាទាំងពីរករណីនេះតកតងមួយការឲ្យផលវិបាកនិងមានផលវិបាកគឺយើងចាំបាច់ត្រូវការព្យាបាលដូចគ្នាប៉ុន្តែគ្រាន់តែមួយត្រូវតែធ្វើបន្ទាន់មួយទៀតយើងអាចលើកពេលវេលាក្នុងការព្យាបាលបានអញ្ចឹងក្នុងករណីបន្ទាន់យើងសង្កេតឃើញអីខ្លះដែលយើងគិតថាអ្នកជំងឺត្រូវតែធ្វើបន្ទាន់ទីមួយចំពោះអ្នកជំងឺដែល
ឈឺចាប់នៅចង្កេះនឹងហើយគាត់រួមផ្សំជាមួយនឹងក្តៅខ្លួននិងរងាញញែកជាដើមទី2ចំពោះអ្នកជំងឺដែលគាត់មានជាតិពុលនៅក្នុងឈាមកើនឡើងចំពោះអ្នកជំងឺដែលមានការឈឺចាប់នៅចង្កេះហ្នឹងដែលគាត់ដែលយើងព្យាយាមប្រើប្រាស់ថ្នាំបំបត្តិការឈឺចាប់ដល់កម្រិតមួយហើយអ្នកជំងឺនៅតែអត់មានការដាក់ទុស្បោយអីនិងករណីមួយទៀតចំពោះអ្នកជំងឺដែលគាត់មានតម្រង់នោមតែមួយជំហានបាទអញ្ចឹងករណីទី3ដែលលោកគ្រូបានលើកឡើងមិញថាករណីប្រើថ្នាំហើយអត់ទូស្បោយមានន័យថាមិនអ្នកជំងឺគាត់ប្រើថ្នាំខ្លួនឯងលោកគ្រូតើទៅគ្រូពេទ្យគាត់ចេញថ្នាំឲ្យតាមកម្រិតថ្នាំឬក៏យ៉ាងម៉េចដែរករណីហ្នឹងព្រោះអ្នកជំងឺខ្លះគាត់ថាគាត់ប្រើថ្នាំហើយនៅតែអត់ឈឺឬក៏អីចឹងយើងត្រូវបន្ទាន់ឬក៏អត់ចឹងណាលោកគ្រូជាទូទៅអាហ្នឹងយើងត្រូវវាយតម្លៃដោយគ្រូពេទ្យហើយការប្រើប្រាស់ថ្នាំនេះកម្រិតនៃការកម្រិតនៃការថ្នាំបំបត្តិការឈឺចាប់នេះគេមានកម្រិតរបស់គេខ្ញុំមកថាមានកម្រិតទី1កម្រិតទី2កម្រិតទី3អញ្ចឹងគាត់ដល់កម្រិតណាមួយនោះដែលគ្រូពេទ្យប្រើប្រាស់ហើយអ្នកជំងឺនៅតែអត់ធូរឡើងបានចូលជាកម្រិតដែលបន្ទាន់យល់ទេមិនមែនអ្នកជំងឺគាត់បានប្រើប្រាស់ថ្នាំខ្លួនឯងហើយអត់បាត់ឈឺហើយយើងចាត់ទុកថាគាត់នឹងត្រូវធ្វើការបន្ទាន់អត់ទេបាទអូខេហើយសំណួរមួយទៀតដែរលោកគ្រូតាក់ទងជាមួយទៅនឹងការឈឺចាប់នៅចង្កេះហ្នឹងយើងដឹងហើយថាព័ត៌មានយើងតាក់ទងជាមួយទៅនឹងការឈឺចាប់ចង្កេះដោយសារថ្មងនោមតើអាចមានមូលហេតុផ្សេងអវយវៈផ្សេងដែលអាចឲ្យអ្នកជំងឺគាត់មានការឈឺចង្កេះដែរហើយគិតទៅលើមិនថ្មងនោមទេថាអាចមូលហេតុអីផ្សេងទៀតណាកាលពីថ្មងនោមលោកគ្រូបាទត្រង់ចំណុចនេះខ្ញុំចង់ជំរាបទៅពុកម៉ែបងប្អូនយើងដែរដើម្បីឲ្យគាត់យល់ដែរដោយសារតែគ្រប់ការឈឺចាប់នៃចង្កេះទាំងអស់ហ្នឹងមិនមែនដោយសារតែរឿងថ្មងនោមទេបាទអញ្ចឹងដូចតកតងជាមួយការឈឺចាប់ហ្នឹងចង្កេះហ្នឹងដូចសរីរាង្គខាងក្រោយខ្នងរបស់យើងហ្នឹងមានខ្លះទី1មានសាច់ដុំអាចមានឆ្អឹងខ្នងឧទាហរណ៍ថាអ្នកជំងឺដែលគាត់មានបញ្ហាសាច់ដុំគាត់អាចឈឺចង្កេះបាទដល់បញ្ហាឆ្អឹងខ្នងឧទាហរណ៍អ្នកជំងឺដែលមានបញ្ហាលៀនឌីបៀតឆ្អឹងចង្កេះអ្នកជំងឺដែលស្រុតឆ្អឹងចង្កេះឬក៏ឆ្អឹងចង្កេះពុកអីហ្នឹងសិតតែអាចធ្វើឲ្យអ្នកជំងឺមានការមានលក្ខណៈស្តៀងទៅនឹងការឈឺចាប់នឹងដែរបាទទី2ចំពោះអ្នកជំងឺដែលគាត់មានការរលាកផ្នែកវៀនអ្នកជំងឺដែលគាត់រលាកថង់ទៅប្រមាត់អ្នកជំងឺដែលគាត់មានការរលាកលំពេងអ្នកជំងឺដែលមានកូនក្រៅស្បូននេះជាដើមសុទ្ធតែអាចនឹងមានលក្ខណៈការឈឺចាប់នឹងស្តៀងទៅនឹងការឈឺចាប់ដោយសារការស្ទះនៅតម្រងនោមនោះដែរបាទអញ្ចឹងមានន័យថាតកតងជាមួយទៅនឹងការឈឺចាប់ចង្កេះហ្នឹងមានមូលហេតុផ្សេងទៀតក៏អាចឲ្យឈឺចង្កេះដែលស្តៀងគ្នាដែរស្តៀងគ្នាដែរបាទមិនគិតថាថ្មងនោមទេគឺអាចមានបញ្ហាផ្សេងទៀតដែរបាទបាទអូខេអរគុណលោកគ្រូសម្រាប់ការបាទអរគុណចូលរួមក្នុងការបកស្រាយទៅលើប្រធានបទនេះហើយយើងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទទួលបានចំណេះដឹងថ្មីៗទាក់ទងជាមួយទៅនឹងប្រធានបទដែលយើងយកមកពិភាក្សានៅក្នុងថ្ងៃនេះបាទសូមអរគុណសូមអរគុណ